ការស្វែងរក motivation ដើម្បីឲ្យយើងមានទឹកចិត្តក្នុងការធ្វើរឿងអ្វីមួយខ្ញុំគិតថាវារៀងពិបាកបន្តិចភាគច្រើនការស្វែងរក motivation គឺយើងមើលវីដេអូដែលគេ share អំពី life advice ឬក៏វីដេអូដែលនិយាយអំពីការលើកទឹកចិត្តផ្សេងខ្ញុំគិតថាការមើលវីដេអូទាំងអស់ហ្នឹងគឺវាល្អប៉ុន្តែវារៀង critical បន្តិចហេតុអីដោយសារតែវីដេអូដែលតាក់ទងនឹង life advice ហើយនឹងការលើកទឹកចិត្តទាំងអស់ហ្នឹងគឺវាកើតចេញពីបទពិសោធន៍របស់បុគ្គលដែលគាត់ជាអ្នកនិយាយផ្ទាល់ហើយផាតដែលពួកគាត់បានដើរឆ្លងកាត់ហ្នឹងគឺវាខុសពីអ្នកស្ដាប់តែបើការចែករំលែករបស់ពួកគាត់មាន reference ឬក៏ដកស្រង់ចេញពីសៀវភៅឬមួយក៏មានព្រោះត្រឹមត្រូវវាគឺជារឿងល្អនៅពេលដែលអ្នកទាំងអស់គ្នាមើលវីដេអូទាំងអស់ហ្នឹងគឺវាតម្រូវឲ្យយើងប្រើអារម្មណ៍នឹងការគិតច្រើនបន្តិចព្រោះការចែករំលែកទាំងអស់ហ្នឹងវាអាចធ្វើឲ្យអ្នកទស្សនាថប់អារម្មណ៍ហើយបើសិនជាយើងអត់ប្រយ័ត្នទេគឺយើងអាចប្រៀបធៀបខ្លួនឯងទៅលើបទពិសោធន៍របស់ពួកគាត់មិនថាខ្ញុំឬក៏អ្នកទាំងអស់គ្នាប្រកាសជាធ្លាប់មានអារម្មណ៍បែបហ្នឹងនៅពេលដែលបានមើលវីដេអូប្រភេទហ្នឹងការស្វែងរក motivation ដើម្បីបង្កើតទម្លាប់ឬរៀនអ្វីមួយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលទៅលើលទ្ធផល outcome របស់មនុស្សដែលពួកគាត់បានធ្វើវាជាជាងការ take advice ខ្ញុំគិតថាវិធីសាស្ត្រនេះគឺវា effective ជាងជាឧទាហរណ៍អ្នកទាំងអស់គ្នាចង់បង្កើតទម្លាប់មួយគឺចង់ហាត់ប្រាណដើម្បីបានរាងស្អាតឬក៏សុខភាពល្អឬក៏ចង់បង្កើតទម្លាប់ក្នុងការអានសៀវភៅអ្នកទាំងអស់គ្នាធ្លាប់សង្កេតអត់នៅពេលដែលឃើញរូបភាពឬក៏វីដេអូអ្នកដែលគាត់បានធ្វើរឿងទាំងអស់ហ្នឹងគាត់ផុសនៅលើ social media វាធ្វើឲ្យយើងមានអារម្មណ៍មួយយើងចង់បានរាងស្អាតនិងសុខភាពល្អដូចពួកគាត់ដែរពេលហ្នឹងគឺយើងចាប់ផ្ដើមមានអារម្មណ៍ positive មួយគឺយើងចង់ទៅហាត់ប្រាណខ្លាំងមែនតើអញ្ចឹងវាគឺជា proof មួយដែលបង្ហាញអំពីសមិទ្ធផលរបស់ពួកគាត់ហើយនៅពេលដែលយើងឃើញភាពជោគជ័យរបស់ពួកគាត់សម្រេចបានគឺយើងអបអរសាទរនៅអ្វីដែលពួកគាត់ធ្វើបានហើយសំខាន់មួយទៀតអាលទ្ធផល outcome របស់ពួកគាត់ហ្នឹងវា inspire audience របស់គាត់ណាគឺចង់ឲ្យ audience របស់គាត់ហ្នឹងចង់ទៅហាត់ប្រាណទទួលបានរាងស្អាតនិងសុខភាពល្អដែរអញ្ចឹងខ្ញុំគិតថានេះគឺជាឧទាហរណ៍ល្អមួយដែលយើងអាចស្វែងរក motivation ខ្លួនឯងក្នុងការបង្កើតទម្លាប់ឬក៏រៀនអ្វីមួយចំណុចមួយទៀតនៅពេលដែលយើងមាន motivation ក្នុងការធ្វើទម្លាប់ឬក៏រៀនអ្វីមួយហ្នឹងយើងត្រូវគិតថាតើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យអា motivation ឬក៏រឿងដែលយើងចង់ធ្វើហ្នឹងវា sustainableទីមួយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាក្លាហានក្នុងការសួរឬក៏សុំបទពិសោធន៍អំពីបុគ្គលដែលពួកគាត់បានធ្វើរឿងទាំងអស់ហ្នឹងឧទាហរណ៍យើងចង់ហាត់ប្រាណដើម្បីបានរាងស្អាតនិងសុខភាពល្អយើងអាចសួរគាត់អំពីបទពិសោធន៍របស់ពួកគាត់ខ្ញុំគិតថាវាគឺជារឿងល្អហើយមនុស្សដែលយើងបានសាកសួរឲ្យពួកគាត់ចែករំលែកនៅបទពិសោធន៍ទាំងអស់ហ្នឹងពួកគាត់ក៏សប្បាយចិត្តរីករាយក្នុងការចែករំលែកនៅអ្វីដែលពួកគាត់សម្រេចបានដែររឿងទី2ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអានសៀវភៅដែលតាក់ទងនឹង habit ដូចជា The Power of Habit Miracle Morning ហើយនឹងអានសៀវភៅដែលតាក់ទងនឹង mindset ដូចជា The Subtle Art ដែលនៅក្នុងសៀវភៅហ្នឹងក៏បាននិយាយអំពីចំណុចដែលតាក់ទងនឹង outcome ហើយនឹង reward ផងដែរសៀវភៅ Thinking Fast and Slow របស់លោក Daniel Kahneman